លោកអ្នកនាងកញ្ញាបងប្អូនរួមជាតិស្ដាប់ជាទីមេត្រីនៅពេលនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាបងប្អូនរួមជាតិស្ដាប់បទអត្ថាធិប្បាយក្រោមចំណងជើងថាស្មោះត្រង់នឹងជាតិពុំភ្លេចអ្នកឡើយសាមគ្គីភាពខ្មែរនាំនាវាកម្ពុជាឆ្លងផុតគ្រោះថ្នាក់ដោយជ័យមង្គលនៅវេលាដែលខ្សែព្រំដែនស្របច្បាប់លែងត្រូវបានគោរពហើយសំឡេងគ្រាប់កាំភ្លើងបែរជាត្រូវបានគេប្រើមកជំនួសក្នុងការកាត់សេចក្តីសំឡេងដាស់តឿនឲ្យជាតិខ្មែរត្រូវស្ទុះងើបឡើងដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនក៏បានលេចឡើងចាប់តាំងពីការផ្ទុះអាវុធនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025មកកម្ពុជាបានបង់តម្លៃការពារដ៏ធ្ងន់ធ្ងរដើម្បីការពារអធិបតេយ្យភាពនិងកិត្តិយសជាតិប៉ុន្តែនៅក្នុងចំណោមការបាត់បង់និងការឈឺចាប់ទាំងនោះក៏មានពេលវេលាមួយដែលបានក្លាយជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាជាតិមិនបំភ្លេចអ្នកដែលស្មោះត្រង់នឹងមាតុភូមិរបស់ខ្លួនឡើយក្នុងបរិបទនៃការលះបង់នោះព្រឹត្តិការណ៍មួយបានក្លាយជាសញ្ញានៃក្តីសង្ឃឹមនិងសេចក្តីដឹងគុណរបស់ជាតិនៅថ្ងៃទី31ខែធ្នូឆ្នាំ2025យុទ្ធជនខ្មែរ18នាក់ដែលត្រូវបានទាហានថៃចាប់ខ្លួនតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចុះហត្ថលេខានៅម៉ាឡេស៊ី28កក្កដា2025ត្រូវបានគេដោះលែងឲ្យវិលត្រឡប់មកមាតុភូមិវិញការដោះលែងនេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍យោធាឬការទូតទេប៉ុន្តែជាការបញ្ជាក់ថាពលិកម្មនិងភាពស្មោះត្រង់របស់យុទ្ធជនខ្មែរមិនត្រូវបានជាតិបំភ្លេចឡើយស្មោះត្រង់នឹងជាតិពុំភ្លេចអ្នកឡើយការរួមសាមគ្គីខ្មែរពិតជានឹងនាំនាវាកម្ពុជាឆ្លងផុតសមុទ្រគ្រោះថ្នាក់ដោយជ័យមង្គលមហាពលិកម្មយុទ្ធជនខ្មែរគ្រឹះនៃសន្តិភាពការខូចខាតនៅតាមបណ្ដោយព្រំដែនមិនមែនជាតួលេខស្ថិតិទេវាជាការបំផ្លាញពិតប្រាកដលើទ្រព្យសម្បត្តិមរតកវប្បធម៌សមិទ្ធផលជាតិនិងហេដ្ឋារចនាសម្ព័ន្ធដែលទើបបានកសាងក្រោយការបញ្ចប់សង្គ្រាមស៊ីវិលជិត3ទសវត្សរ៍ទោះជាយ៉ាងណានៅក្នុងភាពងងឹតនោះក៏មានពន្លឺមួយដែលមិនរលត់សោះនោះគឺស្មារតីមិនរាថយរបស់យុទ្ធជនខ្មែរដែលឈរជួរមុខហ៊ានធ្វើពលិកម្មដើម្បីជាតិវីរភាពនេះមិនមែនជាអារម្មណ៍បណ្ដោះអាសន្នទេប៉ុន្តែជាលទ្ធផលនៃការសម្រេចចិត្តយ៉ាងមុតមាំការជ្រើសរើសយកដើមទ្រូងឈរពាំងគ្រាប់ដើម្បីការពារអធិបតេយ្យភាពនិងកិត្តិយសជាតិទោះដឹងថាខ្លួនអាចបាត់បង់ជីវិតក៏ដោយយុទ្ធជនខ្មែរមិនបានប្រយុទ្ធតែដោយអាវុធទេប៉ុន្តែដោយជឿលើជាតិសាមគ្គីភាពនិងការដឹកនាំរបស់រាជរដ្ឋាភិបាលការដោះលែងយុទ្ធជន18នាក់សារនៃសេចក្តីដឹងគុណជាតិការដោះលែងយុទ្ធជនខ្មែរ18នាក់នៅចុងឆ្នាំ2025គឺជាសារនយោបាយនិងសីលធម៌ដ៏ច្បាស់លាស់រដ្ឋមិនបំភ្លេចអ្នក
ដែលបានលះបង់ឡើយវាជាភ័ស្តុតាងថាឈាមដែលបានហូរនិងការស៊ូទ្រាំនៅក្រោយខ្សែបន្ទាត់មុខមិនមែនជាការលះបង់ឥតន័យទេប៉ុន្តែជាគ្រឹះនៃកិត្តិយសនិងសន្តិភាពជាតិដូច្នេះប្រសាសន៍ដ៏មានអត្ថន័យរបស់សម្ដេចមហាបវរធិបតីនៅថ្ងៃទី29ខែធ្នូឆ្នាំ2025ដែលបានដាស់តឿនថាបែកបាក់គឺស្លាប់សាមគ្គីរឹងមាំគឺរស់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់វីរជនគឺជាការរំលឹកមិនឲ្យជាតិភ្លេចថាកម្លាំងពិតប្រាកដរបស់ប្រទេសមិនស្ថិតលើទំហំឬសេដ្ឋកិច្ចទេប៉ុន្តែស្ថិតលើស្មារតីរួបរួម សន្តិភាពមិនមែនបានមកដោយឥតបង់តម្លៃកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដានិងសេចក្តីថ្លែងការណ៍រួមសន្តិភាពកូឡាឡាំពួរថ្ងៃ26ខែតុលាឆ្នាំ2025បានបង្ហាញពីការខិតខំស្វែងរកសន្តិភាពតាមរយៈការទូតនិងច្បាប់អន្តរជាតិប៉ុន្តែព្រឹត្តិការណ៍ទាំងនេះក៏បានបញ្ជាក់ផងដែរថាសន្តិភាពមិនអាចឈោងចាប់បានដោយងាយទេប្រសិនបើគ្មានមហាពលិកម្មនិងភាពក្រាញនោនាលតស៊ូប្រយុទ្ធរបស់យុទ្ធជនខ្មែរនៅលើសមរភូមិដើម្បីការពារអធិបតេយ្យភាពជាតិយុទ្ធជនខ្មែរដែលឈរប្រឈមមុខនឹងសត្រូវបរទេសបានធ្វើឲ្យពិភពលោកឃើញថាកម្ពុជាបានជ្រើសរើសសន្តិវិធីប៉ុន្តែមិនបោះបង់សិទ្ធិការពារទឹកដីឡើយមហាពលិកម្មនេះបានបំលែងជាធម្មពលសង្គមធម្មពលនៃការរួបរួមការបំបត្តិភាពបែកបាក់និងការកសាងទំនុកចិត្តរវាងប្រជាជនជាមួយប្រជាជនសម្រាប់យុវជនវាជាមេរៀនត្រូវចងចាំថាសន្តិភាពដែលមានតម្លៃមិនមែនជាអំណោយដោយឥតបង់ថ្លៃទេសង្គ្រាមការពារទឹកដីដែលបានផ្ទុះឡើងចាប់តាំងពីខែកក្កដាឆ្នាំ2025មិនមែនជាទំព័រតូចមួយក្នុងប្រវត្តិសាស្ត្រទេប៉ុន្តែជាស្នាមជ្រៅនៅក្នុងដួងចិត្តជាតិខ្មែរវាជាការរំលឹកឲ្យយើងដឹងថាសន្តិភាពមិនមែនជារឿងអចិន្ត្រៃយ៍ហើយអធិបតេយ្យភាពមិនមែនជាអ្វីដែលអាចទុកឲ្យគេយកទៅសាកល្បងបានឡើយក្នុងសម័យដែលឈាមយុទ្ធជនខ្មែរបានហូរស្រក់នៅលើដីដើម្បីការពារមាតុភូមិការដោះលែងយុទ្ធជនខ្មែរ18នាក់នៅថ្ងៃទី31ខែធ្នូឆ្នាំ2025បានក្លាយជាសារដ៏ខ្លាំងបំផុតមួយទៅកាន់ប្រជាជាតិនិងពិភពលោកថាជាតិខ្មែរមិនបោះបង់អ្នកដែលស្មោះត្រង់នឹងជាតិឡើយហើយក៏មិនអនុញ្ញាតឲ្យពលិកម្មរបស់ពួកគេរលាយបាត់ក្នុងភាពស្ងៀមស្ងាត់ដែរឈាមដែលបានហូរមិនមែនជាឈាមឥតន័យទេវាជាតម្លៃនៃការឈររឹងមាំវាជាតម្លៃបង់នៃធ្នូសន្តិភាពនិងវាជាខ្សែបន្ទាត់ក្រហមដែលប្រាប់យុវជនខ្មែរជំនាន់ក្រោយថាជាតិមួយរស់បានមិនមែនដោយការលុតជង្គង់អង្វរចុះញោមទេប៉ុន្តែ
ដោយការឈររួមគ្នាជាធ្លុងមួយប្រវត្តិសាស្ត្រនឹងចងចាំទុកថាក្នុងពេលជាតិកំពុងជួបទុក្ខតើអ្នកណាហ៊ានលះបង់ឈរនៅជួរខាងមុខនិងអ្នកណាធ្វើជាមើលមិនឃើញហើយព្យាយាមលាក់ខ្លួនរស់ពីក្រោយញើសនិងឈាមដែលយុទ្ធជនយើងបានបង្ហូរដើម្បីសន្តិភាពអនាគតរបស់កម្ពុជានឹងត្រូវបានកសាងឡើងលើមូលដ្ឋាននេះមូលដ្ឋាននៃសេចក្តីស្មោះត្រង់ពលិកម្មនិងសាមគ្គីភាពជាតិបើខ្មែរនៅរួបរួមគ្នាប្រទេសនេះនឹងមិនលិចក្នុងជ្រោះជ្រៅប្រកបដោយគ្រោះថ្នាក់ឡើយស្មោះត្រង់នឹងជាតិពុំភ្លេចអ្នកឡើយសាមគ្គីភាពខ្មែរគឺជាសំពៅដ៏ធំដែលនាំនាវាកម្ពុជាឆ្លងផុតគ្រោះថ្នាក់ទាំងអស់ដោយជ័យមង្គលនិងកិត្តិយសលោកអ្នកនាងកញ្ញាទើបបានស្ដាប់បទអត្ថាធិប្បាយនយោបាយក្រោមចំណងជើងថាស្មោះត្រង់នឹងជាតិពុំភ្លេចអ្នកឡើយសាមគ្គីភាពខ្មែរនាំនាវាកម្ពុជាឆ្លងផុតគ្រោះថ្នាក់ដោយជ័យមង្គលដែលលោកអ្នកនាងកញ្ញាបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះ